កូនប្រុសស្រីដែលកើតនៅក្នុងឆ្នាំទាំង3នេះជាក្មេងដែលមានកម្រិតបញ្ញាស្មារតីខ្ពស់ឆ្លាតរៀនពូកែឆាប់ចាប់បានឪពុកម្ដាយដែលបានកូនកើតនៅក្នុងឆ្នាំទាំង3នេះមិនថាជាកូនប្រុសឬកូនស្រីទេកូនរបស់អ្នកនឹងមានជោគវាសនាល្អណាស់ព្រោះក្មេងទាំងនេះច្រើនតែមានបញ្ញាឆ្លៀសវៃឆ្លាតរៀនពូកែជាក្មេងដែលចេះចង់ដឹងមានគំនិតច្នៃប្រឌិតខ្ពស់មួយកូនកើតឆ្នាំខាលកូនដែលកើតនៅក្នុងឆ្នាំខ្លាច្រើនតែមានភាពរឹងមាំនិងទំនុកចិត្តខ្ពស់ក្មេងទាំងនេះមិនត្រឹមតែពោពេញដោយធម៌ពលប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញការបដិញ្ញាចិត្តយ៉ាងច្បាស់លាស់នៅក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើផ្ទុយពីភាពអៀនខ្មាសរបស់ពួកគេកូនខ្លាច្រើនតែបើកចំហចូលចិត្តបញ្ចេញមតិនិងអាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃដោយធម្មជាតិតាំងពីក្មេងមកកុមារទាំងនេះបានបង្ហាញភាពវៃឆ្លាតពូកែពួកគេមានសមត្ថភាពសង្កេតនិងចាប់យកបញ្ហាជុំវិញខ្លួនបានយ៉ាងឆាប់រហ័សដែលហេតុនេះហើយដែលជួយឲ្យពួកគេធ្វើការសម្រេចចិត្តបានយ៉ាងមុតស្រួចជាមួយនឹងភាពវៃឆ្លាតនេះកុមារតែងតែត្រូវបានមនុស្សធំស្រឡាញ់ចូលចិត្តទោះបីជាពេលខ្លះអាកប្បកិរិយារបស់ពួកគេអាចរឹងរូសខ្លះក៏ដោយចរិតលក្ខណៈលេចធ្លោបំផុតមួយរបស់កូនខ្លាគឺវិន័យនិងមហិច្ឆតាខ្ពស់កុមារទាំងនេះជាធម្មតាដឹងពីអ្វីដែលពួកគេចង់បានហើយខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ពួកគេមិនខ្លាចការលំបាកទេហើយនេះជួយពួកគេអភិវឌ្ឍទៅជាមនុស្សពេញវ័យដែលមានភាពធន់ដែលអាចស្វែងរកភាពជោគជ័យបានយ៉ាងងាយស្រួលនាពេលអនាគតទោះជាយ៉ាងណាក៏ដោយកូនខ្លាក៏អាចមានទំនុកចិត្តខ្លាំងពេកនៅពេលខ្លះដែលនាំឲ្យអាកប្បកិរិយាមិនអាចទទួលយកមតិប្រឆាំងដើម្បីជួយកុមារអភិវឌ្ឍយ៉ាងទូលំទូលាយមេដាបេដាត្រូវរកភាពប៉ិនប្រសប់នៅក្នុងការណែនាំនិងបង្កើតឱកាសឲ្យកុមារស្គាល់ពីទស្សនៈផ្សេងៗដើម្បីពង្រីកការយល់ដឹងរបស់ពួកគេនៅពេលប្រឈមមុខនឹងភាពតានតឹងកូនខ្លាប្រហែលជាមានទំនោររក្សាអារម្មណ៍របស់ពួកគេជាជាងបង្ហាញចេញមកក្នុងពេលបែបនេះការយល់ដឹងនិងការអត់ធ្មត់ពីឪពុកម្ដាយគឺជាការចាំបាច់បំផុតអនុញ្ញាតឲ្យកុមាររៀនគ្រប់គ្រងអារម្មណ៍របស់ពួកគេជាជាងដាក់កំហិតច្រើនពេកដោយគ្មានការពន្យល់ច្បាស់លាស់កុមារឆ្នាំខ្លាជាធម្មតាមានភាពឯករាជ្យនិងពឹងផ្អែកខ្លាំងទៅលើខ្លួនឯងពួកគេចូលចិត្តធ្វើអ្វីៗតាមវិធីរបស់ពួកគេប៉ុន្តែក៏មានជំនាញការងារជាក្រុមខ្លាំងនៅពេលដែលចាំបាច់ជាមួយនឹងលក្ខណៈទាំងនេះពួកគេនៅមិនត្រឹមតែអភិវឌ្ឍចំណេះដឹងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គមដែលពួកគេធំឡើងភាពជោគជ័យក្នុងអាជីពនិងជីវិតនឹងកើតមានចំពោះមនុស្សទាំងនេះគឺអាចធ្វើទៅបានទាំងស្រុង2កូនកើតឆ្នាំជូតឪពុកម្ដាយជាច្រើនតែងតែប្រាថ្នាចង់បានកូនកើតនៅក្នុងឆ្នាំជូតប្រយោងទៅតាមជំនឿចាស់ៗពីដើមកូនដែលកើតក្នុងឆ្នាំនេះច្រើនតែមានជីវិតបត់បែនពោពេញទៅដោយឱកាសកូនដែលកើតនៅក្នុងឆ្នាំជូតត្រូវបានគេដឹងថាជាក្មេងដែលចេះកាត់រហ័សនិងសម្របខ្លួនបានល្អមិនត្រឹមតែមើលថែខ្លួនឯងប៉ុណ្ណោះទេថែមទាំងមានឆន្ទៈជួយគ្រួសារក្នុងវិន័យក្នុងវិស័យជាច្រើនថែមទៀតតាំងពីក្មេងមកកូនកើតឆ្នាំជូតបានបង្ហាញពីភាពវៃឆ្លាតនិងភាពច្នៃប្រឌិតពួកគេមិនត្រឹមតែរៀនសូត្រឆាប់ចាប់បានប៉ុណ្ណោះទេថែមទាំងមានសមត្ថភាពដោះស្រាយបញ្ហាដោយភាពបត់បែនដែលនាំមកនូវសន្តិភាពផ្លូវចិត្តដល់ឪពុកម្ដាយរបស់ពួកគេឯករាជ្យភាពរបស់ពួកគេក៏មានការអភិវឌ្ឍយ៉ាងខ្លាំងផងដែរដែលជួយពួកគេឲ្យឈរជើងទាំងពីររបស់ពួកគេដោយទំនុកចិត្តបាននិយាយពីបុគ្គលិកលក្ខណៈវិញកុមារដែលកើតនៅក្នុងឆ្នាំជូតតែងតែមានភាពរីករាយកំប្លែងនិងមានគំនិតច្នៃប្រឌិតខ្ពស់ថ្មីត្បិតតែពួកគេមានបញ្ញាពូកែប៉ុន្តែពួកគេមិនចូលចិត្តប្រកែកឬប្រៀបធៀបខ្លួនឯងនោះឡើយនៅក្នុងការពិភាក្សាពួកគេបង្ហាញពីសមត្ថភាពនៅក្នុងការស្ដាប់និងដឹងថាពេលណាត្រូវឈប់ដែលហេតុនេះអាចគ្រប់គ្រងបរិយាកាសនិងជៀសវាងជម្លោះដែលមិនចាំបាច់ថ្មីត្បិតតែអ្នកខាងក្រៅអាចវិនិច្ឆ័យពួកគេថាស្ងប់ស្ងាត់បន្តិចក៏ដោយប៉ុន្តែតាមពិតកូនដែលកើតនៅក្នុងឆ្នាំជូតមានភាពស៊ីជម្រៅនិងគិតបានច្រើនរឿងមួយដែលគួរឲ្យកត់សម្គាល់គឺការយល់ដឹងដល់ខ្លួនឯងរបស់កុមារឆ្នាំកណ្ដុរជារឿយៗពួកគេប្រឈមមុខនឹងការលំបាកឬការរិះគន់ដោយមិនខឹងសម្បាផ្ទុយទៅវិញពួកគេស្ដាប់និងឆ្លុះបញ្ចាំងពីរឿងទាំងនោះដែលពួកគេអាចកែសម្រួលនិងកែលម្អខ្លួនឯងបានបុគ្គលិកលក្ខណៈនេះមិនត្រឹមតែជួយកុមារឲ្យអភិវឌ្ឍប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីភាពចាស់ទុំលើសពីអាយុរបស់ពួកគេថែមទៀតផងពេលកូនធំឡើងកូនដែលកើតនៅក្នុងឆ្នាំជូតនឹងមានភាពរឹងមាំនិងមានការតាំងចិត្តកាន់តែខ្លាំងតាំងពីក្មេងពួកគេបង្ហាញសមត្ថភាពជាអ្នកដឹកនាំច្បាស់លាស់និងចក្ខុវិស័យយុទ្ធសាស្ត្រងាយស្រួលសម្រាប់បាននូវជោគជ័យក្នុងវិស័យផ្សេងៗជាច្រើនជាមួយនឹងសេចក្តីប្រាថ្នាខ្ពស់ពួកគេបង្កើតអាជីពផ្ទាល់ខ្លួននិងទទួលបានការគោរពពីមនុស្សគ្រប់គ្នានៅជុំវិញខ្លួនកុមារដែលកើតនៅក្នុងឆ្នាំជូតតែងតែរស់នៅដោយឯករាជ្យជៀសវាងការនិយាយដើមនិងបញ្ហាដែលមិនចាំបាច់ជាមួយនឹងពរជ័យដែលប្រមូលបានតាំងពីក្មេងជីវិតនាពេលអនាគតនឹងពោពេញទៅដោយសុភមង្គលនិងស្ថិរភាពពួកគេមិនត្រឹមតែមានអាជីពមានស្ថិរភាពតែប៉ុណ្ណោះទេថែមទាំងមានគ្រួសារដ៏កក់ក្ដៅទទួលបាននូវភាពចម្រុងចម្រើននិងពេញមួយជីវិតរបស់ពួកគេ3កូនកើតឆ្នាំរកាកុមារដែលកើតនៅក្នុងឆ្នាំរកាត្រូវបានគេស្គាល់ថាជាមនុស្សឆ្លាតវៃនិងមានជំនាញសង្កេតយ៉ាងខ្លាំងទោះបីជាធម្មតាពួកគេស្ងប់ស្ងាត់និងមិនចូលចិត្តលេចធ្លោក៏ដោយក្នុងស្ថានភាពមួយចំនួនសមត្ថភាពរបស់គេនៅក្នុងការប្រតិកម្មរហ័សនិងដោយប្រុងប្រយ័ត្នត្រូវបានបង្ហាញយ៉ាងច្បាស់កូនឆ្នាំមាន់ជាធម្មតាមានភាពរួសរាយរាក់ទាក់និងមានមន្តស្នេហ៍ដោយបង្ហាញពីភាពវៃឆ្លាតនិងភាពច្នៃប្រឌិតរបស់ពួកគេនៅក្នុងចំណោមមិត្តភ័ក្តិរបស់ខ្លួនវត្តមានរបស់ពួកគេច្រើនតែនាំមកនូវបរិយាកាសរីករាយនិងវិជ្ជមានថ្មីត្បិតតែពួកគេមិនមែនជាអ្នកដឹកនាំក្នុងគ្រប់សកម្មភាពក៏ដោយនៅពេលដែលមានបញ្ហាដែលត្រូវដោះស្រាយក្មេងឆ្នាំនេះគឺជាមនុស្សដែលអាចទុកចិត្តបានតែងតែស្ងប់ស្ងាត់និងសកម្មនៅក្នុងការស្វែងរកដំណោះស្រាយចរិតរឹងមាំរបស់កុមារឆ្នាំមាន់មិនត្រឹមតែមានទំនុកចិត្តប៉ុណ្ណោះទេថែមទាំងមានសមត្ថភាពនៅក្នុងការវិភាគបញ្ហាបានយ៉ាងល្អិតល្អន់ថែមទៀតផងពួកគេតែងតែសកម្មនៅក្នុងការចូលទៅចិត្តនិងយ
ល់ដឹងពីធម្មជាតិនៃវត្ថុដែលហេតុនេះធ្វើការសម្រេចចិត្តដ៏ឆ្លៀសវៃដោយមិនមានការរុញច្រានដោយសម្ពាធឡើយនេះជួយឲ្យពួកគេស្រូបយកមេរៀនបានយ៉ាងងាយស្រួលនិងអនុវត្តទ្រឹស្ដីដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពសកម្មនិងបំណងប្រាថ្នានៅក្នុងការរុករកគឺជាលក្ខណៈលេចធ្លោផ្សេងទៀតរបស់កុមារឆ្នាំមាន់កុមារនេះតែងតែចង់រៀនអំពីពិភពលោកជុំវិញខ្លួនមិនត្រឹមតែកំណត់ចំពោះសៀវភៅតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងរៀនពីមិត្តភ័ក្តិក្រុមគ្រួសារនិងបទពិសោធន៍នៅក្នុងជីវិតថែមទៀតផងបុគ្គលិកលក្ខណៈគួរឲ្យស្រឡាញ់នេះជួយពួកគេពង្រីកចំណេះដឹងនិងបង្កើតទំនាក់ទំនងល្អទោះយ៉ាងណាក៏ដោយអ្វីដែលឪពុកម្ដាយត្រូវចងចាំនោះថាក្មេងៗដែលមានអំណោយទានតែងតែមកជាមួយនឹងមហិច្ឆតាដ៏អស្ចារ្យនៅពេលដែលពួកគេធំឡើងគេអាចបង្ហាញពីបំណងប្រាថ្នាដ៏មុតស្រួចនៅក្នុងការពង្រីកចំណេះដឹងហើយជារឿយៗសូមការគាំទ្រពីឪពុកម្ដាយដើម្បីលើកទឹកចិត្តកូនៗឲ្យអភិវឌ្ឍខ្លួនឯងបន្ថែមទៀតមាតាបិតាគួរជួយពួកគេបង្កើនទម្លាប់នៃការអាននិងសិក្សាដោយខ្លួនឯងក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់ពួកគេនៅក្នុងការចូលរួមក្នុងសកម្មភាពពង្រឹងនៅពេលដែលកុមារមិនអាចសម្រេចបាននូវលទ្ធផលរំពឹងទុកវាអាចបង្កើតជាសម្ពាធខាងក្នុងយ៉ាងខ្លាំងដូច្នេះហើយឪពុកម្ដាយមិនគួរដាក់សម្ពាធលើកូនខ្លាំងពេកទេព្រោះកូនពួកគេក៏មានការរំពឹងទុកជាក់លាក់សម្រាប់ខ្លួនគេផងដែរជំនួសមកវិញសូមអមដំណើរនិងគាំទ្រកុមារនៅក្នុងដំណើរការនៃការខិតខំដែលហាក់នៃចរិតលក្ខណៈទាំងនេះកុមារឆ្នាំមាន់តែងតែមានសមត្ថភាពជោគជ័យនៅក្នុងអាជីពនិងជីវិតប្រែក្លាយសុបិនឲ្យក្លាយជាការពិតយ៉ាងងាយស្រួល